គោលការណ៍ទី4អ្នកមានតាំងចិត្តនឹងដាក់ផែនការคล้ายជាអ្នកមានប៉ុន្តែអ្នកក្រគ្រាន់តែមានក្តីសុបិនថាចង់คล้ายជាអ្នកមានហេតុផលទី1ដែលមនុស្សភាគច្រើនមិនបានទទួលអ្វីដែលពួកគេចង់បាននោះគឺដោយសារពួកគេមិនបានដឹងថាពួកគេចង់បានអ្វីឲ្យប្រកបប៉ុន្តែសម្រាប់អ្នកមានវិញពួកគេបានដឹងយ៉ាងច្បាស់លាស់ថាអ្វីដែលពួកគេចង់បាននោះគឺទ្រព្យសម្បត្តិព្រោះពួកគេដឹងយ៉ាងច្បាស់ថាបើសិនជាចង់បានសេរីភាពពិតប្រាកដនោះគឺពួកគេត្រូវតែជ្រើសរើសសេរីភាពផ្នែកហិរញ្ញវត្ថុលោក Robert Kiyosaki ជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលលោកដាច់បំផុតនៅសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា You can never have true freedom without financial freedom មានន័យថាអ្នកគ្មានថ្ងៃមានសេរីភាពពិតប្រាកដដោយគ្មានសេរីភាពផ្នែកហិរញ្ញវត្ថុនោះទេសម្រាប់អ្នកក្រវិញពួកគេមានហេតុផលល្អៗជាច្រើនដែលថាការคล้ายខ្លួនជាអ្នកមានគឺជាបញ្ហាមួយជាទូទៅពួកគេមិនមានភាពប្រកបប្រជា 100% នោះទេថាពួកគេចង់មានឬអត់ផ្នត់គំនិតរបស់ពួកគេគឺមានភាពច្របូកច្របល់ជុំវិញបញ្ហាលុយកាក់ឥឡូវនេះខ្ញុំបាទសូមធ្វើការពន្យល់អំពីគំនិតផ្ទុយគ្នា3យ៉ាងនៃពាក្យថាចង់មកលើជីវិតរបស់បងប្អូនគឺទី1 I want to be rich ជាខេមរៈភាសាមានថាខ្ញុំចង់ក្លាយជាអ្នកមានទី2 I choose to be rich មានន័យថាខ្ញុំជ្រើសរើសធ្វើជាអ្នកមាននិងចុងក្រោយទី3 I commit to being rich មានន័យថាខ្ញុំតាំងចិត្តធ្វើជាអ្នកមានឲ្យទាល់តែបានតាមពិតទៅបើយើងស្ដាប់មួយផ្លែតយើងអាចយល់ឃើញថាឃ្លាទាំង3ខាងលើនេះហាក់ដូចជាមិនមានអ្វីខុសប្លែកគ្នាទាល់តែសោះប៉ុន្តែបើយើងធ្វើការពិនិត្យវិจัយឲ្យបានច្បាស់លាស់វិញយើងនឹងឃើញថាឃ្លាទាំង3នេះគឺមានអត្ថន័យខុសគ្នាស្រឡះឃ្លាដែលយើងនិយាយថា I want to be rich ខ្ញុំចង់ក្លាយជាអ្នកមានគឺមានន័យថាគ្រាន់តែមានអារម្មណ៍ចង់ប៉ុន្តែมันមានបញ្ចេញសកម្មភាពនោះទេគឺគ្មានថ្ងៃដែលត្រូវក្លាយជាអ្នកមាននោះដែរព្រោះពាក្យថាចង់តែមួយម៉ាត់គឺគ្មានប្រយោជន៍អ្វីទាំងអស់យើងអាចធ្វើការកត់សម្គាល់បានថាពាក្យថាចង់គឺជាពាក្យមិនទាន់ប្រកបប្រជានោះទេហើយអ្នកដែលចូលចិត្តប្រើឃ្លានេះគឺនឹងក្លាយទៅជាអ្នកក្រឃ្លាទី2 I choose to be rich ខ្ញុំជ្រើសរើសធ្វើជាអ្នកមានគឺមានលក្ខណៈប្រកបនិយមជាងឃ្លាទី1ព្រោះពាក្យថាជ្រើសរើសគឺបានបង្កប់សកម្មភាពនៅក្នុងនោះហើយមនុស្សដែលចូលចិត្តប្រើឃ្លានេះច្រើនតែក្លាយជាមនុស្សវណ្ណៈកណ្ដាលឃ្លាទី3 I commit to being rich ខ្ញុំតាំងចិត្តធ្វើជាអ្នកមានឲ្យទាល់តែបានមានន័យថាយើងមានភាពប្រកបនិយម 100% ថាយើងត្រូវតែធ្វើជាអ្នកមានឲ្យទាល់តែបានទោះបីជាត្រូវជួបប្រទះឧបសគ្គឬការលំបាកយ៉ាងណាក៏ដោយក៏មិនខ្លាចញញើតរុញរាជាដាច់ខាតហើយនៅក្នុងវចនានុក្រមមនុស្សប្រភេទនេះគឺគ្មានពាក្យថាបើសិនប៉ុន្តែប្រហែលជាឬពាក្យថាបរាជ័យនោះទេគឺមានតែពាក្យថាឈ្នះឬពាក្យថាជោគជ័យតែប៉ុណ្ណោះតើតើនឹងចំណុចនេះផងដែរខ្ញុំមានរឿងនិទានមួយទៀតស្ដីអំពីបងប្អូនបង្កើត2នាក់មានបងប្អូន2នាក់គឺជាបងប្អូនបង្កើតរស់នឹងគ្រួសារក្រីក្រមួយជាមួយគ្នាគ្រួសារមួយនេះត្រូវបានអ្នកញាតិជិតខាងក្នុងភូមិពេបជ្រាយរៀងរាល់ថ្ងៃព្រោះថាទាំងឪពុកទាំងម្ដាយរបស់គ្រួសារនេះតែងតែផឹកស្រាលេងល្បែងជំពាក់លុយគេគ្រប់ទីកន្លែងនិយាយពីបងប្អូនទាំង2នាក់ដែលរស់នៅគ្រួសារនេះវិញមានអត្តចរិតផ្សេងពីគ្នាដែរកូនប្រុសច្បងមានអត្តចរិតដូចជាឪពុកម្ដាយរបស់គេបេះបិទគេតែងតែផឹកស្រាលេងល្បែងស្ទើររាល់ថ្ងៃជួនពេលខ្លះមានការវេតប់ជាមួយអ្នកដទៃទៀតផងធ្វើឲ្យគ្រួសារកាន់តែមានភាពអាប់អួរខ្លាំងឡើងចំណែកកូនប្អូនវិញមានលក្ខណៈអត្តចរិតខុសពីកូនច្បងត្រង់ថាទោះបីជាខ្លួនក្រមែនក៏គេនៅតែមានការខិតខំប្រឹងប្រែងរៀនសូត្រខិតខំរកលុយផងដែរដោយរៀនពេលថ្ងៃនិងយប់ឡើងឆ្លៀតលក់នំប៉័ងដើម្បីមកផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសាររបស់គេកូនច្បងរអ៊ូរទាំដាក់ព្រំលិខិតដែលកើតមកចំកូនអ្នកក្រកូនប្អូនទទួលយកការពិតដោយមិនបន្ទោសឪពុកម្ដាយខ្លួនឡើយ20ឆ្នាំក្រោយមកឪពុកម្ដាយរបស់ពួកគេក៏បានស្លាប់ទៅបន្សល់ទុកកូនទាំងពីរដែលរស់នៅសប្តាហ៍ថ្ងៃនេះកូនច្បងមានគ្រួសារដែលពោពេញទៅដោយភាពវេទនារីឯកូនប្អូនវិញបានក្លាយជាអ្នកមានស្តុកដំមួយប្រចាំស្រុកភូមិរបស់ខ្លួនហេតុផលមួយដែលធ្វើឲ្យកូនប្អូនទទួលបាននៅជោគជ័យក្លាយជាអ្នកមានព្រោះគាត់មានគោលដៅមួយនៅក្នុងចិត្តជាយូរមកហើយចាប់តាំងពីគាត់នៅក្មេងមកម្លេះនោះគឺថាចង់ធ្វើឲ្យគ្រួសាររបស់គាត់ក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀព្រោះគាត់បានស្គាល់យ៉ាងច្បាស់ហើយថាអ្វីទៅជាជីវិតក្រីក្រនៅក្នុងរឿងនេះគេចង់បង្ហាញអំពីជីវិតរបស់មនុស្សយើងផ្ទាល់ខ្លួនដែលបានកើតមកលើផែនដីនេះទោះបីស្ថិតនៅក្នុងស្ថានភាពគ្រួសារលំបាកយ៉ាងណាក៏ដោយក៏យើងអាចផ្លាស់ប្ដូរជីវិតរបស់យើងបានដែរតែបើយើងមិនមានផ្នត់គំនិតនិងការតាំងចិត្តចេញពីខ្លួនយើងផ្ទាល់នោះទេវាក៏មិនអាចផ្លាស់ប្ដូរអ្វីបានដែរហើយយើងក៏ទទួលយកការរស់នៅបែបដដែលអស់មួយជីវិតរហូតទៅ